មានធ្លាប់ក៏ដតអ្នកកំពុងតែរស់នៅម្នាក់ឯងក្នុងផ្ទះតើអ្នកកំពុងតែនៅម្នាក់ឯងមែនទេពេលយប់មិញកូនស្រីរបស់ខ្ញុំហៅខ្ញុំឲ្យចូលទៅក្នុងបន្ទប់ដើម្បីដណ្ដប់ភួយឲ្យនាងនៅពេលដែលខ្ញុំបានដណ្ដប់រួចខ្ញុំក៏បានរៀបបំរុងនឹងចេញនៅពេលនោះកូនស្រីរបស់ខ្ញុំក៏បានចាប់ដៃឃាត់ខ្ញុំនៅពេលនោះផងដែរនាងក៏បានខ្សឹបតិចតិចដាក់ត្រចៀករបស់ខ្ញុំប៉ាមានបីសាច់នៅក្រោមគ្រែគាត់ក៏បានអោបចុះទៅក្រោមគ្រែតែអ្វីដែលគាត់ឃើញគឺឃើញកូនស្រីរបស់គាត់កំពុងតែអង្គុយញ័រញាក់គឺមានភាពភ័យខ្លាចជាខ្លាំងនៅក្រោមគ្រែនោះនាងក៏បានមកជិតខ្ញុំរួចបានប្រាប់ខ្ញុំថាប៉ាមានគេនៅលើគ្រែរបស់កូន